ជាដំបូងសូមគោរពទៅដល់លោកគ្រូនិងសួស្តីទៅដល់មិត្តភ័ក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះឆាំកនិកាមកពីក្រុម SW20 ថ្ងៃនេះខ្ញុំមកបង្ហាញអំពីការងារមួយដែលលោកគ្រូបានដាក់ឲ្យធ្វើគឺយកការងារ midterm បំបែកទៅជា folder ផ្សេងៗគ្នាប៉ុន្តែនៅតែអាចរ៉ាន់ចេញបានអញ្ចឹងចំពោះការងារ midterm នៅកន្លែងនេះគឺខ្ញុំបានបំបែកជា folder ផ្សេងៗគ្នាហើយទាំងអស់គឺ12 folderចឹងខ្ញុំបានបំបែកវាទៅជាមួយអស់ហើយដូចនៅក្នុង folder ហ្នឹងគឺមានសោះកូដរបស់គ្រប់មួយរបស់ class មួយចឹងខ្ញុំនឹងធ្វើការរ៉ានឲ្យមើលថានៅពេលដែលខ្ញុំបំបែកទៅជា folder ផ្សេងគ្នាហើយតើអាចនៅរ៉ានដើរទៀតអត់ចំពោះ result គឺនៅរ៉ានដាអញ្ចឹងសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានចំណាយពេលទស្សនាវីដេអូមួយនេះ